បាទនេះជាស្រែឈូកដែលស្ថិតនៅតំបន់ស្វីតអែនជីស្ថិតនៅផ្នែកខាងកើតនៃតំបន់អភិវឌ្ឍស្វីតអែនជីស្រែឈូកនេះគឺជារបស់ប្រជាពលរដ្ឋដែលគាត់នៅទីនេះគាត់អត់ធ្វើស្រែទេនៅរដូវប្រាំងនេះពលគាត់ដាំឈូកអញ្ចឹងគាត់ដាំឈូកនេះវាទទួលបានផលកម្រៃច្រើនជាងស្រូវដោយសារវត្តតាមខ្ញុំសាកសួរពីគាត់ណាតម្លៃឈូកវាមានតម្លៃពី 4,000 ទៅ 6,000 រៀលនៅក្នុង1គីឡូវាខុសពីស្រូវត្រឹមតែ 800 រៀលទៅ 900 រៀលពេលខ្លះធ្លាក់ដល់ 600 រៀលអញ្ចឹងបានពួកគាត់ពីច្រើនដំណាំឈូកនេះពួកអីទាំងផ្កាទាំងស្លឹកទាំងឫសរបស់វាហៅថាកៅអៅឈូកហ្នឹងគឺសិតតែលក់បានទាំងអស់រហូតដល់ផ្លែទុំហើយការថែទាំក៏មិនសូវពិបាកអីដូចជាដាំស្រូវដែរមិនខ្វល់ខ្លាចរឿងកបីគោស៊ីអញ្ចឹងបើនិយាយពីគុណប្រយោជន៍វាបានផលជាងការដាំស្រូវណាអញ្ចឹងទេបានពួកគាត់ពីច្រើនដាំឈូកអញ្ចឹងទេបងប្អូនដែលថាធ្លាប់ដាំស្រូវបើសិនជាមានពេលទំនេរតបពីដាំស្រូវរួចហើយអាចសាកដាំឈូកដូចជាពួកគាត់នេះបានហើយពេលដាំឈូកហើយអាចទៅធ្វើជាតំបន់ទេសចរឬក៏ធ្វើជារោងឬក៏ចុះនៅជុំវិញស្រែឈូកនេះទៅហើយលក់ជាកាហ្វេឬក៏ជាអាហារសម្រន់អីសម្រាប់បង្កើតជាទេសចរអីចឹងណានិងសម្រាប់បងប្អូនយើងនៅជនបទនៅស្រុកផ្សេងដែលមានថាមានប្រភពទឹកច្បាស់លាស់ដែលអាចដាំឈូកបានអញ្ចឹងទេបងប្អូនអាចសាកមើលបានបើនិយាយពីគុណសម្បត្តិគឺមានច្រើនសម្រាប់ដាំឈូកអញ្ចឹងទេមានតែប៉ុណ្្នឹងទេសូមអរគុណ